ជំរាបសួរម៉ាក់ប៉ាទាំងអស់គ្នាខ្ញុំម៉ាក់លីហួរថ្ងៃនេះខ្ញុំមកធ្វើវីដេអូថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងជំងឺ Retinoblastoma ឬមួយក៏យើងហៅថាជំងឺមហារីកបាតភ្នែកដែលជំងឺមួយនេះភាគច្រើនគឺកើតនៅលើកុមារក្រោមអាយុ5ឆ្នាំហើយក៏ចង់បញ្ជាក់ផងដែរថាខ្ញុំមិនមែនជាពេទ្យទេប៉ុន្តែផ្អែកទៅលើការយល់ដឹងនិងបទពិសោធន៍ផ្ទាល់ខ្លួននៃការព្យាបាលកូនរបស់ខ្ញុំអស់រយៈពេល75ឆ្នាំជាមួយនឹងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបថ្ងៃនេះខ្ញុំចង់ធ្វើការចែករំលែកជាមួយនឹងជំងឺនេះជូនទៅដល់ម៉ាក់ប៉ាគ្រប់រូបឲ្យបានដឹងថាជំងឺមហារីកបាតភ្នែកឬមួយក៏យើងហៅថា Retinoblastoma គឺជាជំងឺដ៏កាចសាហាវមួយដែលងាយនឹងឆក់យកជីវិតរបស់កូនរបស់យើងជាទីបំផុតព្រោះជំងឺនេះពិបាកនឹងសង្កេតដោយភ្នែកទទេភាគច្រើនវានឹងស្ដែងចេញនៅពេលដែលកុមារមានអាយុចាប់ពី1ឆ្នាំទៅ2ឆ្នាំដូច្នេះយើងគួរយល់ដឹងពីបញ្ហានិងរោគសញ្ញាផ្សេងៗនៃជំងឺមហារីកបាតភ្នែកមួយនេះឲ្យម៉ាក់ប៉ាគ្រប់រូបអាចងាយស្រួលក្នុងការកំណត់សម្គាល់នៃជំងឺនេះនៅពេលដំណាក់កាលដំបូងសម្រាប់រោគសញ្ញានៃជំងឺមួយនេះម៉ាក់ប៉ាគ្រប់រូបអាចឆែកសុខភាពភ្នែករបស់កូនតាមរយៈការបើក flash ទូរស័ព្ទនិងថតចំភ្នែកក្នុងករណីដែលម៉ាក់ប៉ាទាំងអស់គ្នាឃើញភាពខុសគ្នារវាងភ្នែកទាំងពីររបស់កូនដែលមានផ្ទាំងពណ៌សចំប្រស័យភ្នែកនោះបញ្ជាក់ថាកូនរបស់យើងកំពុងតែប្រឈមជាមួយនឹងជំងឺមហារីកបាតភ្នែកមួយនេះហើយចំណុចទី2នោះគឺភ្នែកសាឡេវការផ្លាស់ប្ដូរទម្រង់ភ្នែកកូនពីភ្នែកធម្មតាទៅជាភ្នែកសាឡេវម៉ាក់ប៉ាគ្រប់រូបគួរយកកូនទៅជួបជាមួយនឹងគ្រូពេទ្យដើម្បីរករកជាមួយនឹងជំងឺមហារីកបាតភ្នែកនេះផងដែរតែរាល់អាការៈភ្នែកសាឡេវរបស់កូនយើងមិនប្រកាសថាសុទ្ធសឹងតែជាជំងឺមហារីកបាតភ្នែកនោះទេចំណុចទី3នៅពេលដែលកូនយើងមានអាការៈរាងធ្ងន់ធ្ងរដែលសម្ដែងចេញធ្វើឲ្យកូនយើងមានភ្នែកឡើងក្រហមប៉ោងដំណាក់កាលដែលធ្ងន់ធ្ងរបំផុតនោះគឺការលានចេញដុំសាច់ចេញពីក្នុងភ្នែកគឺជាកត្តាដែលគ្រោះថ្នាក់បំផុតសម្រាប់កុមារហើយវាក៏ជារោគសញ្ញាមួយដែលអាចឆក់យកជីវិតរបស់កុមារផងដែរគឺជារោគសញ្ញាខ្លះៗនៃជំងឺមហារីកបាតភ្នែកដែលម៉ាក់ប៉ាគ្រប់រូបគួរយល់ដឹងដើម្បីសង្គ្រោះជីវិតរបស់កូនជំងឺដ៏កាចសាហាវមួយនេះទៅវិញប្រសិនបើម៉ាក់ប៉ាគ្រប់រូបធ្វើការថតភ្នែករបស់កូនជាមួយនឹង flash ទូរស័ព្ទហើយឃើញភ្នែករបស់កូនទាំងពីរមានពណ៌ក្រហមបែបនេះមានន័យថាភ្នែករបស់កូនយើងមានសុខភាពល្អសំណួរបន្ទាប់សួរថាតើយើងអាចព្យាបាលជំងឺមហារីកបាតភ្នែកនេះនៅកន្លែងណាប្រសិនបើម៉ាក់ប៉ាគ្រប់រូបភ្នែកកូនមានផ្ទាំងពណ៌សនៅចំប្រស័យភ្នែកសង្ស័យថាជាជំងឺមហារីកបាតភ្នែកសូមម៉ាក់ប៉ាគ្រប់រូបជូនកូនទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដើម្បីទទួលការព្យាបាលនិងឲ្យទាន់ពេលវេលាបើទោះបីជំងឺមួយនេះគឺជាជំងឺដ៏ស្ងប់ស្ងាត់និងងាយឆក់យកជីវិតរបស់កុមារក៏ដោយតែសម្រាប់ការព្យាបាលជំងឺមហារីកបាតភ្នែកនៅក្នុងដំណាក់កាលដំបូងត្រាដែលអាចជាសះស្បើយមានរហូតដល់ 90% សម្រាប់វិធីសាស្ត្រក្នុងការព្យាបាលជំងឺមហារីកបាតភ្នែកមួយនេះមានភាពខុសគ្នាអាស្រ័យទៅលើអ្នកជំងឺនិងដំណាក់កាលដែលកុមារកំពុងតែប្រឈមសម្រាប់កូនរបស់ខ្ញុំឆ្លងកាត់ការចាក់គីមីគួបផ្សំជាមួយនឹងការបាញ់ឡាស៊ែរផងដែរសម្រាប់ការប្រើប្រាស់ជាមួយនឹងវិធីសាស្ត្រនៃការព្យាបាលផ្សេងៗទៀតគឺអាស្រ័យទៅលើអាការៈរបស់អ្នកជំងឺនិងការព្យាបាលរបស់គ្រូពេទ្យដោយផ្ទាល់ជាចុងក្រោយខ្ញុំសូមអរគុណដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានធ្វើការព្យាបាលជំងឺកូនរបស់ខ្ញុំដោយឥតគិតថ្លៃចូលរួមជាមួយនឹងមន្ទីរពេទ្យកុមារអង្គរក្នុងយុទ្ធនាការរួមគ្នាជួយសង្គ្រោះកុមារមហារីកជួយទ្រទ្រង់មន្ទីរពេទ្យផ្ដល់ក្តីសង្ឃឹមនិងជីវិតថ្មីជូនដល់កុមារដែលមានជំងឺមហារីកទាំងអស់គ្នា